នេះគឺជាការប្រើប្រាស់ Face ID សម្រាប់ចាក់បិទនៅកម្មវិធីដែលយើងមិនចង់ឲ្យនរណាម្នាក់ចូលប្រើរបស់យើងឬក៏ចង់មានន័យថាគឺជាការ scan មុខមុននឹងចូលទៅប្រើប្រាស់កម្មវិធីណាមួយក្នុងទូរស័ព្ទដៃរបស់យើងជៀសវាងមានអ្នកផ្សេងចូលទៅប្រើប្រាស់អញ្ចឹងដើម្បីបើកមុខងារនឹងបានគឺត្រូវតែទូរស័ព្ទរបស់យើងនឹងគឺមានបើកនៅមុខងារ scan មុខអញ្ចឹងមុខងារ scan មុខនោះគឺយើងបើកនៅក្នុង setting មកហើយយើងគ្រាន់តែ scroll ទៅរក Face ID ហើយយើង set up ទៅបន្តមកទៀតបើសិនជាយើងចង់លាក់ app ណាមួយយើងគ្រាន់តែឧទាហរណ៍ខ្ញុំលាក់ app Facebook ចឹងណាយើងគ្រាន់តែសកត់ឲ្យជាប់លើវាមកបន្តមកទៀតយើងឃើញពាក្យថា require Face ID ចឹងនៅក្នុង line require Face ID នេះយើងគ្រាន់តែចុចលើនឹងមកបន្តមកទៀតគឺវានឹងសួរយើងថាយើងចាក់តសោមុខឬមួយក៏យើងចង់លាក់ទៀតមានថាចាក់ទាំងសោមុខហើយយើង hide app នឹងទៀតលាក់ app នឹងទុកណាអញ្ចឹងឥឡូវនេះខ្ញុំគ្រាន់តែយក require Face ID ទី1សិនចាក់សោមុខសិនអញ្ចឹងបន្ទាប់ពីយើងចាក់ចឹងហើយអញ្ចឹងក្រៅពីខ្ញុំបើសិនជាឥឡូវនេះខ្ញុំបាំងកាមេរ៉ាបាំងអត់ឲ្យវា scan មុខណាហើយចាំមើលខ្ញុំចុចតើវាបើកបានឬអត់គឺវាដាក់ថាទាមទារFace ID ហ្នឹងដើម្បីបើកកម្មវិធីមួយហ្នឹងឥឡូវហ្នឹងវាដាក់ថា try Face ID again អូខេឥឡូវចាំមើលខ្ញុំចាប់ដើម try ម្ដងទៀតដោយសារខ្ញុំដោះបាំង Face ID ទៅក៏ស្រាប់តែចូលបានធម្មតាវិញមួយទៀតបើសិនជាយើងចង់ hide ផងយើងចង់ hide ផងយើងចង់ចាក់សោផងយើងគ្រាន់តែចុចលើនឹងដដែលតែកន្លែងនេះគឺយើងត្រូវលុបចេញសិនដោយសារបាញ់នេះវាជាប់ Face ID ដែលខ្ញុំចាក់ហ្នឹងណាអញ្ចឹងខ្ញុំគ្រាន់តែតាម require Face ID មកមានន័យថាយើងដោះសោវាវិញហើយអញ្ចឹង app ហ្នឹងលែងចាក់ទៀតហើយនៅពេលដែលខ្ញុំដោះបាញ់មិញណាឥឡូវនេះខ្ញុំនឹងចាក់មួយសារទៀតហើយនឹងលាក់វាតែម្ដងអញ្ចឹងយើងចុចដដែលមកតទៅទៀតយើងចុចកន្លែង require Face ID ដដែលរួចយើងរើសយកកន្លែង hide and require Face ID ហ្នឹងអញ្ចឹងយើង hide ហើយគឺវានឹងប្រាប់យើងឲ្យថាពីការណែនាំពីដូចជា no notification ផ្សេងអញ្ចឹងយើងក៏ចុចយកពាក្យថា hide app នេះមកតើមកគឺបាត់ហើយ app នេះគឺបាត់ហើយលែងមានហើយអញ្ចឹងតើយើងអាចទៅរកវានៅទីណាអញ្ចឹងយើងគ្រាន់តែ scroll វាមកខាងយើងទាញវាមកខាងចឹងមកហើយយើងនឹងមកដល់ហើយនេះគឺយើងនឹងដំបូងឡើយវានៅលើចាអញ្ចឹងយើងគ្រាន់អូសមកក្រោមមកយើងនឹងឃើញកន្លែង hidden ហើយអញ្ចឹងកន្លែង hidden ហ្នឹងបើសិនសួរថាចុះអ្នកផ្សេងគេចូលកន្លែង hidden ហ្នឹងបានដូចគ្នាហ្នឹងចំពោះកន្លែងនេះបើសិនបើឥឡូវនេះខ្ញុំបាំងកន្លែង Face ID ឲ្យវា scan មុខណាហើយចាំមើលខ្ញុំចុចកន្លែង hidden ហ្នឹងតើវាចេញឬអត់គឺអត់បានទេចុចទៅគឺអត់ដើរតែម្ដងពេលយើងចុចច្រើនដងវានឹងចេញថា try Face ID again នៅពេលឥឡូវនេះចាំមើលខ្ញុំដកដៃខ្ញុំចេញលែងឲ្យបាំងខ្ញុំនឹង scan មុខហើយចុចថា try Face ID គឺពេលហ្នឹងគឺវាបើកស្រាច់ហ្មងឥឡូវនេះឃើញនេះ Facebook យើងនៅកន្លែងhidden ហ្នឹងនៅពេលបើកកណ្ដឹងបានមួយជាន់យើងចុចបើក Facebook មួយជាន់ទៀតវាទាមទារ Face ID មួយជាន់ទៀតដើម្បីបើកFacebook ហ្នឹងអញ្ចឹងបើខ្ញុំដកដៃចេញឲ្យវា scan មុខខ្ញុំគឺវានឹងបើកខ្លួនវាតែម្ដងអូខេយើង try ទៅវាបើកអញ្ចឹងបន្ទាប់ពីយើងបើករួចរាល់ហើយយើងចាក់រួចរាល់ហើយយើងចង់ដោះវាវិញយើងគ្រាន់តែចូលទៅក្នុងកន្លែង hidden ហ្នឹងណាតទៅទៀតយើងចុចទៅលើ app Facebook ជាប់ណាហើយយើងយកពាក្យថា add មួយទៀតយើងគ្រាន់តែថាដោះវាសិនណាយើងដោះ Face ID ចេញតែវានៅជាប់កន្លែង hidden ហ្នឹងឬក៏មួយទៀតវាអត់ទាន់នៅជាប់ hidden វាចេញពីកន្លែង hidden folder ហ្នឹងហើយក៏តែវាមិននៅខាងលើនេះនេះវាមិននៅខាងលើនេះអញ្ចឹងវាអត់ទាន់ទៅនៅក្នុង home screen របស់យើងទេអញ្ចឹងយើងត្រូវចុចលើវាមួយទៀតចុចលើ Facebook ហ្នឹងចុចលើ Facebook ហ្នឹងហើយយើងនេះយកពាក្យថា add to home screen វិញដើម្បីវាទៅកន្លែងដើមវិញណាអូខេវាមកវិញហើយអញ្ចឹងសម្រាប់យើងចាក់គឺមានតែប៉ុណ្្នឹងដែរវាងាយស្រួលសម្រាប់សុវត្ថិភាពនៅលើ app ណាមួយដែលយើងចង់មិនឲ្យគេចូលប្រើប្រាស់ app របស់យើង